ក្រសួងវប្បធម៌ថៃត្រៀមដាក់ឈុតសម័យដើមជនជាតិថៃភាគខាងត្បូងនឹងដាក់ចូលសម្បត្តិបេតិកភណ្ឌរបស់ជាតិថៃរូបភាពទាំងអស់នេះសុទ្ធតែផុសនៅក្នុងเพจក្រសួងវប្បធម៌របស់ថៃតែត្រូវប្រជាជនថៃដែលជ្រុលនិយមនឹងវាយប្រហារយ៉ាងចាស់ដៃប្រមាថទៅលើសម្លៀកបំពាក់ឈុតគេដំណើរដូនតារបស់ខ្លួនឯងមិនព្រមទទួលស្គាល់សម្លៀកបំពាក់របស់ដូនតាខ្លួនឯងហើយប្រមាថមើលងាយថាឈុតនឹងដូចឈុតគេស្លៀកទៅរើសម្រាមឈុតដូចអ្នកធ្វើចការឈុតដូចអ្នកធ្វើស្រែឈុតដូចកណាត់ជូតជើងកណាត់ជូតអានៀបតាំងពីកាលពោះម៉ែវាមកវាមិនដែលឃើញអាឈុតអស់ហ្នឹងទេអាឈុតសម្រាមអស់ហ្នឹងទេវាឃើញតែអាឈុតដែលវាកុបពីលួចពីដូនតាខ្មែរទេអញ្ចឹងពួកថៃវាអត់ព្រមទទួលគេវាដាច់ខាតគឺយកឈុតខ្មែរវាថាខ្មែរយើងកុបពីវាទោះបីក្រសួងវប្បធម៌ខំបញ្យល់ប៉ុណ្ណាវាអត់ព្រមទេវាលេងឡើងចាស់ដៃទៅវិញហើយវាថាក្រសួងវប្បធម៌ថៃវាអត់វិជ្ជាជីវៈទៀតធ្វើការក្រសួងវប្បធម៌ថៃវានឹងបកស្រាយវិញថាសម្លៀកបំពាក់អត់មានរបស់អ្នកណាផ្ដាច់មុខទេដូចរបស់ជប៉ុនរបស់កូរ៉េអីចឹងយើងអាចឆ្លៀកបានសេរីតាមចិត្តចឹងណាគ្រាន់តែថាគេកំណត់ប្រពៃណីនៅក្នុងប្រទេសនីមួយៗនឹងរៀងខ្លួនចឹងកំណត់របស់ខ្លួនចឹងអត្តសញ្ញាណរបស់ខ្លួនតែពួកប្រជាជនថៃអត់ព្រមដាច់ខាតហើយអាក្រសួងវប្បធម៌វាថាចាំមើលវាកែឡើងវិញបងប្អូនដឹងហើយជនជាតិពូជសាសន៍ថោកទាបសៀមថៃនេះហាប្រជាជនវាក៏បានតាមចិត្តសម្លៀកបំពាក់ប្រពៃណីដូនតាវានឹងពាក់ព័ន្ធជាមួយនឹងចិនហុកគៀងវាលួចយកមកកែច្នៃលាយឡំខាងនេះបន្តិចខាងនោះបន្តិចគ្រប់ប្រទេសច្រើនប្រទេសឈុតទាំងអស់ហ្នឹងលាយឡំមានប្រុយណេមានម៉ាឡេស៊ីឥណ្ឌូនេស៊ីសង្ហបុរីមានចិនហើយក៏បានរួមបញ្ចូលគ្នាទៅចេញជាឈុតខោអាវសម្លៀកបំពាក់នៅភាគខាងត្បូងប្រទេសថៃហ្នឹងទៅបងប្អូនមើលតែទម្រង់សម្លៀកបំពាក់ទាំងអស់ហ្នឹងតើដូចអីឲ្យពិតប្រាកដហើយជនជាតិចិនហ្នឹងក៏បានរៀបការនៅលើកោះពូកេតមានផាងាមានរ៉ាយ៉ងមានរ៉ាប៊ីមានតាងមានសាមុនហើយពួកគេហ្នឹងបានរួមបញ្ចូលគ្នាទៅក៏កែច្នៃចេញជាសម្លៀកបំពាក់នៅភាគខាងត្បូងប្រទេសថៃហ្នឹងមានកវែងកតាំងកខ្លីដៃវែងដៃខ្លីអីចឹងណាហើយបើសពុតវិញគឺជាសពុតសឹងអត់មានចរបាបអត់មានក្បិនទេដូចយើងទេហើយចំណែកសក់វិញអ្នកខ្លះក៏មានភ្នួងអ្នកខ្លះក៏រុំក្បាល3 4 5ជាន់អីចឹងទៅកសែងហ្នឹងហើយភ្នួងសក់ខ្លះហ្នឹងក៏ច្នៃចេញជារបៀបកពូលចិនដែរបងប្អូនឃើញហើយឈុតសម្លៀកបំពាក់ភាគខាងត្បូងនៅប្រទេសថៃគេផាយ៉ាហ្នឹងគឺគេបានប្រកាសជាសម្បត្តិបេតិកភណ្ឌអរូបីជាតិនៅក្នុងការអភិវឌ្ឍសង្គមពិធីបែបសាសនាបែបបុណ្យទានហ្នឹងតាំងពីឆ្នាំ2012មកម៉េចតែមកដល់ឥឡូវនេះសម្លៀកបំពាក់គេផាយ៉ារបស់ស្ត្រីជនជាតិថៃភាគខាងត្បូងហ្នឹងត្រូវបានពិចារណាដាក់បញ្ចូលជាវត្ថុបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិដោយអង្គការ UNESCO កេតផាយ៉ាដែលជាសម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីជនជាតិថៃភាគខាងត្បូងហេរ៉ាណាកាន់នៅតំបន់ឆ្នេរសមុទ្រអាន់ដាម៉ាស់នៃភាគខាងត្បូងប្រទេសថៃគឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌សម្លៀកបំពាក់រួមជាមួយប្រទេសឧបទ្វីបម៉ាឡេនឹងអស់រយៈពេល300ឆ្នាំមកហើយសាច់រឿងដែលខ្ញុំនិយាយទាំងអស់នេះគឺខាងเพจក្រសួងវប្បធម៌ថៃនឹងផុសសំណេរនឹងដាក់រូបភាពនេះ AI នេះឲ្យប្រជាជនថៃទាំងអស់ទូទាំងប្រទេសនឹងឃើញតែប្រជាជនថៃទូទាំងប្រទេសនឹងគឺវាឡំប៉ាអត់ព្រមទេចង់ប្តឹងក្រសួងវប្បធម៌នឹងឲ្យដកក្បាលក្រសួងវប្បធម៌ចោលទៀតវាថាក្រសួងវប្បធម៌ថៃនឹងឡើងកាន់អត់មានប្រយោជន៍អីសោះឲ្យខ្មែរនឹងកុបពីអាកៅស្អាតអស់លីងបែរជាយកអាកៅដូចកតបជូតអានៀបកតបជូតជើនឹងយកមកដាក់តំណាងជាតិថៃវិញហើយចង់ដាក់ចូល UNESCO ទៀតវាថាតាំងពីកើតពោះម៉ែវាតាំងពីចដូនចតាវាមកវាមិនដែលឃើញអាឈុតសម្លៀកបំពាក់អស់ហ្នឹងហើយក៏វាមិនដែលបានស្លៀកបានកាន់បានប៉ះដែរអញ្ចឹងវាអត់ទទួលស្គាល់ដាច់ខាតថាឈុតនឹងរបស់ថៃបើក្រសួងវប្បធម៌មិនកែមិនធ្វើតាមពួកវាទេវាឈប់បង់ពន្ធឲ្យដកក្រសួងវប្បធម៌នឹងចោលហើយអញ្ចឹងបានថាជនជាតិពូជសាសន៍ថោកទាបសៀមថៃនេះហាវាបរៀនកូនចៅវាតជំនាន់មកឲ្យភ្លេចប្រវត្តិសាស្ត្រខ្លួនឯងវង្វេងប្រវត្តិសាស្ត្រខ្លួនឯងដើរលួចវប្បធម៌ប្រពៃណីសាសនារបស់ប្រទេសគេនឹងយកទៅដាក់ធ្វើប្រទេសរបស់ខ្លួនឯងប្រទេសថៃខ្លួនឯងសូម្បីតែទឹកដីសូម្បីតែប្រទេសហ្នឹងក៏អត់មានហងលួចរបស់គេឲ្យបង្កើតជាទឹកដីថៃខ្លួនឯងពួកអាថៃមីថៃវង្វេងប្រវត្តិសាស្ត្រវង្វេងដូនតាខ្លួនឯងល្មមភ្ញាក់កណើតហើយឯងមើលស្ដាច់ឯងពួកឯងផងចាប់ផ្ដើមដឹងសម្លៀកបំពាក់ចាប់ផ្ដើមដឹងប្រវត្តិសាស្ត្រដឹងដូនតាខ្លួនឯងតាំងពីជំនាន់រាប់រយរាប់ពាន់ឆ្នាំមុនហើយនៅតែបន្លំចង់បានរបស់គេថារបស់ខ្លួនឯងមិនអត់ចេះខ្មាស់ពិភពលោកទេគេដឹងឮរាប់រយរាប់ពាន់ឆ្នាំហើយនឹងអញប្រាប់យកបនទៅពួកមីថៃអាថៃបើសិនជាចង់ឲ្យប្រទេសថៃឯងបានសុខលេងអាលាយលេងវិនិច្ឆ័យលេងត្រូវបណ្ដាសារបស់ដូនតាខ្មែរឯងងាកទៅគោរពប្រពៃណីសាសនាដូនតារបស់ឯងវិញប្រវត្តិសាស្ត្ររបស់ឯងវិញទៅឯងលេងត្រូវបណ្ដាសាខ្មែរហើយស្ដេចពួកឯងក៏លេងឈួតប្រជាជនពួកឯងក៏លេងមានបិសាចគ្រប់គ្រងប្រទេសឯងក៏លេងមានបិសាចគ្រប់គ្រងដែរ